សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយខ្ញុំធីសរ៉មម្ដងទៀតហើយថ្ងៃនេះដែរខ្ញុំបានមកធ្វើការដាំដើមឈើឲ្យបានកម្ពស់ខ្ពស់ប៉ុន្តែវីដេអូដំបូងនេះខ្ញុំសូមមកធ្វើការដាំដើមដែលមានតម្លៃថ្លៃពីដើមសិនដែលដើមនោះមានឈ្មោះថាត្រាកនព្រីតនិងហៃប្រូប្លូរួចចាំខ្ញុំធ្វើការដាំដើមឫស្សីដើម្បីឲ្យបានកម្ពស់ខ្ពស់ដើម្បីទៅបំពេញក្នុងវាហើយគឺថាឥឡូវនេះខ្ញុំសូមមករៀបចំ seed legendary sprinkler super watering can និង super sprinkler និង high bloom ហើយសិនរួចចាំខ្ញុំដាក់ super sprinkler ហើយខ្ញុំដាក់ដាំវាហើយចាំខ្ញុំយកវាដាក់ដាំហើយប៉ុន្តែខ្ញុំក៏មិនឲ្យវាខាតផងដែរដូច្នេះខ្ញុំក៏បានមកប្រម៉ូទដើមទាំងអស់នេះដើម្បីយកវាមកដាក់ចិត្តគ្នាខ្ញុំយកវាដាំកន្លែងតែមួយរួចហើយធ្វើឲ្យវាបានផ្លែឈើធំផងដែរហើយប៉ុន្តែផ្លែឈើខ្លះគឺថាយើងមិនទាន់អាចបេះបានដូច្នេះខ្ញុំក៏បានជីកវាចោលតែម្ដងទៅនៅពេលនេះខ្ញុំក៏បានជីកផ្លែឈើចោលអស់ផងដែរហើយដូច្នេះយើងក៏បានយកប្រដាប់ដូរកន្លែងយកមកលើកដើមឈើដើម្បីដូរកន្លែងដាក់វាផ្ដុំគ្នាឥឡូវនេះយើងក៏បានផ្ដុំដើមឈើបាន2ផងដែរដូច្នេះយើងក៏បានទៅលើកដើមឈើធំមួយទៀតយកមកដាក់នៅចិត្តនេះដើម្បីឲ្យយើងស្រោច super watering can ទៅចំណេញហើយឥឡូវយើងសេរីកន្លែងវាដាក់ឲ្យស្រួលបួលទៅអូខេឥឡូវយើងដាក់ហើយយើងដាក់វាចូលក្នុងដីហើយដូច្នេះយើងក៏បានសេរីសរងដាក់ super sprinkler របស់យើងរកកន្លែងដាក់ super sprinkler ឲ្យត្រឹមត្រូវហើយយើងដាក់ super sprinkler ហើយយើងដាក់ legendary sprinkler បន្ថែមទៀតហើយទៅមកយើងរកកន្លែងដើម្បីដាំ seed របស់យើងរកកន្លែងដើម្បីដាំ seed ហើយស្រោចទឹកឲ្យត្រូវដើមទាំងអស់ដើម្បីឲ្យវាចំណេញហើយឥឡូវនេះខ្ញុំបានឃើញកន្លែងនេះមួយដូច្នេះខ្ញុំក៏បានដាំវាហើយដាំឲ្យប្រពៃមួយទៀតរួចក៏បានស្រោចទឹករកកន្លែងស្រោចទឹកដែលគួរសមសិនអូខេឥឡូវនេះយើងឃើញកន្លែងហ្នឹងហើយយើងស្រោចទៅគឺវាត្រូវទាំងអស់ដូច្នេះខ្ញុំក៏បានស្រោចតែម្ដងស្រោចនេះក៏បានធំទាំងដើមធំទាំងផ្លែប៉ុន្តែផ្លែគឺមិនសូវធំខ្លាំងប៉ុន្មានទេផ្លែគឺថាបានទូចខ្លាំងមែនទែនគឺបានតែប្រហែលគីឡូតែប៉ុណ្ណោះដោយអាផ្លែអំបញ្ញមិញនេះគឺបានតែ14គីឡូប៉ុណ្ណោះតែអានេះបាន38គីឡូដូច្នេះខ្ញុំក៏បានបេះវាតែម្ដងទៅដើម្បីស្រោចទឹកបន្ថែមទៀតហើយឥឡូវនេះផងដែរយើងក៏បានបេះវារួចរាល់ហើយផងដែរដូច្នេះយើងក៏បានសេរីសរងដើម្បីស្រោចទឹកបន្ថែមទៀតប៉ុន្តែកន្លែងនេះគឺខ្ញុំឃើញផ្លែឈើមួយចិត្តដូច្នេះខ្ញុំក៏បានបេះតែម្ដងហើយឥឡូវយើងស្រោចទឹកមកគឺបានធំដែរប៉ុន្តែនៅទូជាងមុនបន្តិចហើយដើមត្រាហ្គនព្រីតរបស់យើងក៏បានចេញផ្លែផងដែរប៉ុន្តែគឺមិនសូវធំនោះទេគឺថាស្រោចទឹកនេះមកគឺដើមមួយគឺមានផ្លែមិនសូវធំនោះទេហើយឥឡូវនេះគឺថាយើងបំបែកវាចេញពីគ្នាដើម្បីមើលថាទទួលបានផ្លែឈើធំប៉ុណ្ណាហើយឥឡូវនេះយើងជីកបានធំមកហើយជីកមួយប្លុំមកមួយទៀតប៉ុន្តែមុនប្លុំនេះគឺយើងស្រោចទឹកមិនត្រូវវានោះទេដូច្នេះគឺវាមិនចេញផ្លែមកនោះទេដូច្នេះយើងក៏បានស្រោចមួយទៀតហើយចេញផ្លែមកយ៉ាងទូហើយទូចនេះគឺទូចយកតែមែនតែនគឺ18គីឡូហើយបន្ទាប់មកគឺថាយើងបេះវាចោលតែម្ដងទៅព្រោះថាទុកវាឲ្យប្រយោជន៍ផងដែរព្រោះវាទូចខ្លាំងមែនតែនហើយឥឡូវនេះខ្ញុំក៏បានមកជាដើមវេណាំនេះយកមកដាក់មកខាងនេះទៀតហើយខ្ញុំក៏បានមកធ្វើការមើលគីឡូរបស់វាផងដែរគីឡូខាងនេះគឺបាន37ខាងនេះគឺបាន38គីឡូហើយបើយើងក្រឡេកមកមើលខាងនេះវិញដើមត្រាយកំព្រីតរបស់យើងគឺទទួលបានគីឡូតែ30គីឡូជាងតែប៉ុណ្ណោះហើយយើងក៏បានធ្វើការឡើងហក់ដើម្បីមើលគីឡូរបស់ហៃភ្នំប្លុំរបស់យើងប៉ុន្តែយើងឡើងហក់ធ្លាក់ប៉ុន្តែយើងមិនបោះបង់ក្តីសម័យរបស់យើងនោះទេដូច្នេះយើងក៏បានហក់ឡើងម្ដងទៀតហើយយើងក៏បានឃើញគីឡូវាបន្តិចផងដែរគឺចំនួន40គីឡូជាងហើយគឺថាពិបាកឡើងពេកដូច្នេះខ្ញុំក៏បានមកធ្វើការយកញញួរដើម្បីដាក់កាន់ចណ្ដាលឡើងបេះតែម្ដងប៉ុន្តែខ្ញុំមិនទាន់បេះទេគឺខ្ញុំឡើងមើលគីឡូវាសិនហើយឥឡូវនេះគឺថាយើងទាញកាន់ចណ្ដាលចេញមកមួយមកហើយយើងក៏បានឡើងទៅលើវាប៉ុន្តែកន្លែងនេះគឺយើងទើសក្បាលដូច្នេះយើងក៏បានជីកវាចោលដាក់កន្លែងថ្មីវិញហើយឥឡូវនេះយើងបានដាក់ថ្មីហើយដូច្នេះយើងក៏បានសេរីសរងជីកអានោះទុកក្នុងខ្លួនរបស់យើងវិញហើយឥឡូវនេះយើងចុចកន្លែង remove ហើយយើងចុចលើកាន់ចណ្ដាលដើម្បីយកទុកវាចូលក្នុងខ្លួនរបស់យើងវិញហើយឥឡូវនេះយើងមិនឲ្យរងចាំយូរដូច្នេះយើងក៏បានឡើងទៅលើដើមឈើតែម្ដងយើងឡើងទៅលើដើមឈើឡើងតាមកាន់ចណ្ដាលដូច្នេះហើយឥឡូវនេះយើងឡើងមកដល់ខាងលើហើយដូច្នេះយើងក៏បានចុចសេរីមើលគីឡូរបស់វាផងដែរហើយយើងក៏បានឃើញហៃភ្នំប្លុំរបស់យើងគឺបានគីឡូចំនួន48គីឡូជាងហើយយើងក៏បានឆែកមើលកម្ពស់របស់វាផងដែរហៃភ្នំប្លុំរបស់យើងគឺមានកម្ពស់69 feet ហើយរីឯត្រាហ្គនព្រីតរបស់យើងគឺមានកម្ពស់73 feet ឥឡូវនេះគឺថាយើងមកធ្វើការលក់ឲ្យយើងប្រម៉ូទបានអំបញ្ញមិញនេះច្រឡំមកលក់គឺយើងមកឆែកតម្លៃត្រាហ្គនព្រីតរបស់យើងហើយឥឡូវនេះយើងទាញត្រាហ្គនព្រីតរបស់យើងចេញពីកប៉ៅហើយចុចអាទី4ដើម្បីសួរតម្លៃរបស់វា
ទៅហើយត្រាកំព្រីរបស់យើងគឺមានចំនួន31គីឡូលក់បាន 135k ហើយបន្ទាប់មកគឺយើងនឹងមកធ្វើការ unfavorite ផ្លែឈើរបស់យើងទាំងអស់ដើម្បីយកទៅលក់ចង់ដឹងថាបានតម្លៃប៉ុន្មានប៉ុន្តែយើងមិនបាច់លក់ក៏បានដែរព្រោះយើងមើលកន្លែង daily deal ឃើញតម្លៃសរុបផ្លែឈើរបស់យើងគុណនឹង2ផងដែរដូច្នេះគេថាឥឡូវនេះយើងបានចុច unfavorite ផ្លែឈើរបស់យើងទាំងអស់ហើយផងដែរដូច្នេះយើងក៏បានមកសួរជាមួយអាប៉ែនេះតែម្ដងទៅហើយគេថាផ្លែឈើរបស់យើងសរុបគឺលក់កន្លែង daily deal បាន7លានជាងហើយបន្ទាប់មកយើងក៏បានមកមើល gear ព្រោះថាគេលក់ legendary sprinkler ផងដែរដូច្នេះយើងមិនអាចសង្ស័យយូរគឺយើងទិញ legendary sprinkler ចំនួន2នោះតែម្ដងហើយឥឡូវនេះខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាទៅមើលអាដាមដែលមានផ្លែឡូជាងគេគឺថាខ្ញុំទុកវាយូរហើយប៉ុន្តែគឺវាដោះចេញតែបន្តិចប៉ុណ្ណោះដូច្នេះឥឡូវនេះគឺខ្ញុំឡើងឲ្យអ្នកទាំងអស់គ្នាមើលតែម្ដងហើយគឺថាហ្គេមបែកថ្នាំទៀតគឺថាហក់ទៅធ្លុះយកតែម្ដងនឹងប្រហែលមកពីខ្ញុំដាក់វាទៅវាកប់ចូលក្នុងដីទៅធ្វើឲ្យហ្គេមបែកថ្នាំហើយឥឡូវនេះយើងក៏អស់ភារកិច្ចជាមួយពួកវាហើយផងដែរដូច្នេះយើងក៏បានដាំបែបប៊ូដើម្បីបំពេញហ្គាតែម្ដងទៅហើយអ្នកទាំងអស់គ្នាមិនចាំបាច់ឆ្ងាយទេហេតុអ្វីខ្ញុំដាំត្រាកំព្រាតនឹងហើយបន្ទប់លំគឺវាមិនបាន fit គឺមិនបានកម្ពស់រាប់ចូលក្នុងហ្គាព្រោះខ្ញុំ record វីដេអូនេះមុនថ្ងៃគេ reset ហ្គាមួយថ្ងៃដូច្នេះគឺវាមិនរាប់បញ្ចូលនោះទេប៉ុន្តែគឺខ្ញុំខ្ជិលធ្វើវីដេអូច្រើនដូច្នេះខ្ញុំក៏បានកាត់ចូលជាមួយគ្នាតែម្ដងទៅបាទគឺថាឥឡូវនេះគេថាយើងមករៀបចំ sprinkler រៀបចំ bamboo របស់យើងសិនប៉ុន្តែគេថាយើងគ្មាន super sprinkler នោះទេប៉ុន្តែយើងមាន legendary sprinkler common sprinkler និង uncommon sprinkler ប៉ុន្តែ sprinkler ទូពីអំបញ្ញមិញខ្ញុំមិនទាន់បានដកវាចេញពីខោប៉ៅរបស់យើងនោះទេដូច្នេះឥឡូវនេះខ្ញុំរៀបចំដកវាចេញមកហើយខ្ញុំនឹងដាក់ទឹកដើម្បីដាំ bamboo របស់យើងតែម្ដងគឺយើងដាក់ឲ្យច្រើនយកតែម្ដងបាទហើយឥឡូវនេះគឺយើងដាក់ទៅដាក់ឆ្វេងដាក់ស្ដាំដាក់ឆ្វេងដាក់ស្ដាំដាក់ឲ្យចិត្តអស់តែម្ដងទៅយើងចេះដាក់ទៅអូខេឥឡូវយើងដាក់ common sprinkler នេះម្ដងយើងដាក់ប្លោះដាក់ទៅនេះទៅយើងចេះតែដាក់ទៅអូខេយើងចុចដាក់ទៅនេះមួយទៀតហើយឥឡូវយើងដាក់ legendary sprinkler ច្រឡំអត់ដាក់ legendary sprinkler ទេគឺយើងដាំ mushroom របស់យើងតែម្ដងយើងដាំទៅឥឡូវយើងចុចដាំរីពីពេញហ្នឹងទៅហើយ mushroom របស់យើងគឺមានតែ 1.3 ថែមប៉ុណ្ណោះបាទគេថាឥឡូវគឺយើងបានខ្ពស់បំផុត22 feet ឥឡូវយើងចុចដាំទៀតក្រាញ់ឡវាបានខ្ពស់ជាងហ្នឹងបាទគឺថាឥឡូវនេះគឺយើងទទួលបាន25 feet ខ្ពស់ជាងគេឥឡូវនេះគឺឡើងទៀតហើយឡើងទៅដល់43 feet ឥឡូវនេះយើងនឹងចុចដាំទៀតចង់ដឹងថាវានឹងបំបី record ទៀតឬទេឥឡូវនេះចុចដាំឲ្យច្រើនចុចដាំអូឃើញថាធំនេះមួយប្រហែលជានឹងបំបី record ហើយឥឡូវនេះយើងចុចដាំទៅដាំពីឆ្វេងទៅស្ដាំពីឆ្វេងទៅស្ដាំយើងដាំអស់ចំនួន100ហើយបាទគឺថាឥឡូវនេះដើមរស្សេរបស់យើងគឺមានកម្ពស់ខ្ពស់រហូតដល់46 feet ហើយឥឡូវនេះយើងចុចដាំទៀតទៅយើងរីដាំវាពីខាងនេះមកខាងនោះពីខាងនោះមកខាងនេះពីឆ្វេងទៅស្ដាំពីស្ដាំទៅឆ្វេងទៅហើយឥឡូវនេះគឺខ្ញុំសូមប្រម៉ូផលកន្លែងនេះបន្តិចសិនដើម្បីកុំឲ្យយើងទាក់ទូរស័ព្ទពេកហើយឥឡូវនេះផងដែរយើងក៏បានបំបែកកម្ពស់របស់វាទៅដល់ទៅ84 feet ឯណោះឥឡូវនេះគឺខ្ញុំសុំពេលប្រម៉ូផលវាបន្តិចសិនយើងប្រម៉ូផលវាហើយទើបយើងមកដាំវាម្ដងទៀតបាទគេថាឥឡូវនេះគឺយើងប្រម៉ូហើយផងដែរដូច្នេះយើងខ្ជិលដាក់ sprinkler ដាក់អីនេះគឺយើងដាំយកតែម្ដងទៅយើងដាំឆៅតែម្ដងទៅឥឡូវនេះយើងដាំឆៅគឺយើងដាំចន្លោះដើម្បីកុំឲ្យវាគាំងពិសោធន៍យើងដាំចន្លោះបន្តិចទៅហើយកន្លែងនេះគឺយើងបានឃើញអាធំមួយផងដែរប៉ុន្តែវាមិនទាន់ដុះលូតលាស់ពេញទេដូច្នេះយើងមកដាំឫស្សីបន្ថែមទៀតហើយនិយាយមិនទាន់ផុតពីមាត់ផងក៏ឃើញអាធំមួយទៀតផងដែររយៈពេលវារហូតដល់7នាទីឯណោះដូច្នេះយើងក៏បានចុចទឹកធម្មតាដើម្បីស្រោចវាឲ្យធំលឿនជាងមុនយើងចុចស្រោចហើយវានៅសល់តែ4នាទីជាងឥឡូវសល់3នាទីសល់2នាទីសល់1នាទីសល់40សល់8សល់7វិនាទីយើងចុចស្រោចទៀតស្រោចទៅទៀតវាពេញលូតលាស់ហើយអូខេឥឡូវយើងចាំវាបន្តិចយើងស្រោចមួយទឹកទៀតឥឡូវសល់2សល់3សល់2សល់1ស្រោចទឹកមួយទៀតពេញគឺចំនួន49គីឡូហើយក៏បានបំបី feet តែម្ដងទៅហើយកម្ពស់ដែលយើងទទួលបាននោះគឺ280 feet ហើយឥឡូវនេះគឺយើងប្រម៉ូផលកន្លែងនេះឲ្យវាទលាបន្តិចដើម្បីយើងដាំបាំប៊ូបន្ថែមទៀតអូខេឥឡូវយើងប្រម៉ូហើយយើងប្រម៉ូឲ្យវារៀងទលាបន្តិចដើម្បីកុំឲ្យទៅសាបយើងទាំងយើងចុចយកទៅហើយឥឡូវនេះគឺមាន mutation rainbow ចេញមកផងដែរ mutation and blue អ្នកទាំងអស់គ្នាហើយបើអ្នកទាំងអស់គ្នា
គ្នាមើលមកដល់កន្លែងនេះហើយសូមកុំភ្លេចជួយចុច subscribe like និង comment ម្នាក់មួយផងហើយឥឡូវនេះយើងក៏ធ្វើការមកដាំ bamboo កន្លែងដែលយើងបានប្រមូលបន្តិចនេះយើងបានប្រមូលវាបន្តិចហើយយើងក៏បានដាំ bamboo ហើយយើងក៏បានមកប្រមូលវាបន្តទៀតប៉ុន្តែឥឡូវគឺខ្ញុំខ្ជិលដាំទៀតណាដូច្នេះខ្ញុំក៏បានមកនិយាយអំពីរបស់ដែលខ្ញុំត្រូវចែកនិងលក្ខខណ្ឌដែលខ្ញុំចែកតែម្ដងទៅខ្ញុំមិនប្រាប់អ្នកទាំងអស់គ្នាដើមវីដេអូព្រោះខ្ញុំខ្ជិលនិយាយប៉ុន្តែឥឡូវនេះខ្ញុំនឹងមកនិយាយពីលក្ខខណ្ឌដែលត្រូវទទួលបាន Dragon Breed និង Moon Bloom របស់ខ្ញុំលើកនេះគឺខ្ញុំមិនចែក Sprinkler នោះទេខ្ញុំចែកតែ Dragon Breed និង Moon Bloom ប៉ុណ្ណោះហើយលក្ខខណ្ឌវិញគឺអ្នកទាំងអស់គ្នាគ្រាន់តែមក comment ឈ្មោះនៅក្រោមវីដេអូនេះហើយអ្នកទាំងអស់គ្នាត្រូវតែ send អ្វីមួយចូល gift របស់ខ្ញុំហើយបើអ្នកទាំងអស់គ្នាមិនស្គាល់ឈ្មោះរបស់ខ្ញុំទេចាំខ្ញុំដាក់នៅលើវីដេអូនេះហើយនេះផងដែរគឺជាឈ្មោះរបស់ខ្ញុំធ្វើបែបនេះព្រោះខ្ញុំមិនចង់ឲ្យខ្ញុំឲ្យ gift ទៅច្រឡំមនុស្សដូច្នេះអ្នកទាំងអស់គ្នាគ្រាន់តែ comment ឈ្មោះអ្នកទាំងអស់គ្នាហើយ send gift ឲ្យខ្ញុំមួយមក send អីក៏បានដែរអ្នកទាំងអស់គ្នាហើយខ្ញុំនឹងយកឈ្មោះអ្នកទាំងអស់គ្នាទៅបង្វិលហើយនៅពេលដែលខ្ញុំបង្វិលហើយគឺខ្ញុំចែកនៅកន្លែង gift នោះតែម្ដងគឺខ្ញុំមិនចាំបាច់ copy ឈ្មោះមិនចាំបាច់អ្វីនោះទេព្រោះឈ្មោះអ្នកទាំងអស់គ្នាគឺនៅកន្លែង send gift តែម្ដងប៉ុន្តែបើអ្នកទាំងអស់គ្នាមិនធ្វើតាមលក្ខខណ្ឌខ្ញុំទេគឺខ្ញុំមិនដឹងថាធ្វើយ៉ាងម៉េចដែរតើតែអ្នកទាំងអស់គ្នាធ្វើតាមលក្ខខណ្ឌរបស់ខ្ញុំទើបខ្ញុំចែកឲ្យអ្នកទាំងអស់គ្នាដែលមិនខុសឈ្មោះដូច្នេះវីដេអូរបស់យើងក៏គ្មានអីច្រើនដែរគឺមានត្រឹមតែប៉ុណ្ណេះហើយបើអ្នកទាំងអស់គ្នាមើលមកដល់កន្លែងនេះហើយសូមកុំភ្លេចជួយចុច subscribe like និង comment ម្នាក់មួយផងដូច្នេះវីដេអូរបស់យើងក៏បានមកដល់ទីបញ្ចប់បាយបាយ